បងប្អូនប្រហែលជាបានស្គាល់ហើយជាមួយនឹងបាយត្រីតាវណ្ណាដែលជាបាយត្រីល្បីបំផុតនៅក្នុងខេត្តកំពង់ចាមរបស់យើងនេះដល់ឥឡូវនេះកូនរបស់តាវណ្ណាគឺគាត់បានបន្ថែមជាមួយនឹងទីតាំងលក់បាយត្រីមួយកន្លែងទៀតហើយនៅក្នុងក្រុងកំពង់ចាមរបស់យើងគឺមានទីតាំងស្ថិតនៅទល់មុខជាមួយនឹងច្រកចូលវិទ្យាល័យបរសៃអនុបាននៅកែងផ្លូវចូលបរិយាភពថ្មីយើងនេះឯងចំពោះបាយត្រីរបស់ពួកគាត់នេះគឺពិតជាល្បីមែនទែនបងប្អូនអើយបើថាបងប្អូនយើងមកពីខាងភ្នំពេញជាពិសេស admin ធំល្បីតែម្ដងឲ្យតែមកគឺថាមិនដែលចោលជាមួយនឹងបាយត្រីរបស់គាត់ទេហើយសម្រាប់បាយត្រីកន្លែងគាត់នេះបងប្អូនបានដឹងស្រាប់ហើយថាត្រីដែលគាត់យកមកចៀនជូនបងប្អូនពិសានឹងភាគច្រើនសុទ្ធតែជាត្រីធម្មជាតិដែលមានដូចជាត្រីពោត្រីដាច់ឆ្កែត្រីកាហែហើយនឹងមានប្រភេទត្រីច្រើនទៀតទៅតាមរដូវកាលអញ្ចឹងណាបងប្អូនហើយបើសិនជាគាត់រកបានច្រើនទៅក៏មានលក់ច្រើនទៅហើយបើសិនជាបងប្អូនប្រជានេសាទយើងរកឲ្យលក់គាត់បានតិចអញ្ចឹងទៅក៏វាតាមតិចអញ្ចឹងទៅវាអត់ទៀងទាត់ទេបងប្អូនវាអត់សម្បូរទេអញ្ចឹងបើសិនបងប្អូនទៅញ៉ាំកន្លែងគាត់អីពេលខ្លះទៅមានត្រីធម្មជាតិអីបងប្អូនអាចកំងតាមនឹងទៅហើយគាត់ក៏មានបន្ថែមជាមួយនឹងញាតគោឆ្អឹងជនីជ្រូកក៏ដូចជាជាមួយនឹងសាច់ជ្រូកអីចឹងទៅសម្រាប់បងប្អូនដែលគាត់អាចញ៉ាំបានអញ្ចឹងណាហើយបបាយកន្លែងគាត់នេះគឺគាត់អាចរៀបចំឲ្យយើងជាលក្ខណៈថាមួយចានត្រឹម10000ឬក៏បើយើងថែមត្រីយើងលើសចំនួនតិចទៅគាត់ក៏គិតតម្លៃតាមនឹងទៅហើយបាយសាច់ជ្រូកបាយអីហ្នឹងក៏គាត់មានតម្លៃតាមជាក់ស្ដែងទៅតាមប្រភេទមុខម្ហូបនីមួយៗដែលបងប្អូនកំងគាត់អញ្ចឹងណាបងប្អូនហើយអ្វីដែលជាលក្ខណៈពិសេសកន្លែងគាត់ហ្នឹងគឺរសជាតិត្រីរបស់គាត់នៅពេលដែលគាត់ប្រឡាក់មកគឺរសជាតិសាបល្មមគឺយើងអាចញ៉ាំជាមួយនឹងជ្រូករបស់គាត់ហ្នឹងគឺត្រូវគ្នាខ្លាំងមែនទែនហ្មងបងប្អូនហើយសម្រាប់ជ្រូកនៅកន្លែងគាត់នេះទៀតបងប្អូនយើងចំណាយលុយត្រឹមតែទិញក្នុងបាយមួយចានហ្នឹងទេតែយើងអាចញ៉ាំជ្រូករបស់គាត់ដោយសេរីហើយជាពិសេសនឹងជាមួយនឹងអាជ្រូកដែលជាកន្លែងថារបស់ពិសេសប្រចាំហាងរបស់គាត់ហ្នឹងគឺជ្រូកជាមួយនឹងតលឹងតឹងអំបិលម្ទេសនេះគឺថាឆ្ងាញ់មែនទែនក៏ដូចជាជាមួយនឹងក្តឹបអំពិលបុកអូនិយាយទៅម៉ូយគាត់ជាពិសេសគឺអ៊ំចាស់គឺគាត់ជួយចិត្តអារបៀបយើងជូរដិតហ្នឹងឆ្ងាញ់ណាស់តែបើសម្រាប់ខ្ញុំជួយចិត្តជ្រូករបៀបជាស្ពៃជូស្ពៃជ្រូករបស់គាត់ហ្នឹងហើយមានជាជ្រូកអមៀងមានជាតសក់អីចឹងទៅហើយមានជាម៉ាំលហុងហ្នឹងហើយបងប្អូនម៉ាំលហុងអូនិយាយថាពីដាក់មកចូលជាតិជាមួយនឹងត្រីគាត់មែនតើហើយខ្ញុំក៏ជាមួយម្នាក់នៅកន្លែងគាត់ដែរឥឡូវនេះគឺគាត់មានទីតាំងមួយនៅក្បែរកន្លែងធ្វើការខ្ញុំទៀតគឺកាន់តែងាយស្រួលក្នុងការទៅញ៉ាំកន្លែងគាត់មែនតើបងប្អូនអើយហើយសម្រាប់ហាងបាយគាត់នេះគឺគាត់លក់ទាំងបាយព្រឹកបាយថ្ងៃហើយនិងបាយល្ងាចនិយាយទៅលក់តាំងពីព្រលឹមរហូតដល់ល្ងាចតែម្ដងហើយសម្រាប់អាហារពេលថ្ងៃត្រង់និងអាហារពេលល្ងាចគាត់ក៏មានជាមួយនឹងម្ហូបអាហារដែលគាត់បានធ្វើឲ្យទុកស្រាច់សម្រាប់បងប្អូនជឿរើសផងដែរចំពោះបងប្អូនដែលអត់ទាន់បានស្គាល់ទីតាំងថ្មីនេះទេបងប្អូនអាចមើលក្នុងវីដេអូនេះបានគឺទល់មុខជាមួយនឹងសាលាវិទ្យាល័យបរសៃអនុនៅកែងជាមួយនឹងផ្លូវចូលបរិយាភពថ្មីយើងនេះឯងបងប្អូនហើយបើសិនបងប្អូននៅតែអត់ស្គាល់ជាមួយទីតាំងគាត់ទៀតបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ Telegram ដែលខ្ញុំបានបង្ហាញនៅលើ caption ផងដែរបាទអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀតបាយបាយ